ខ្ញុំសូមជម្រាបជូនលោកស្នងការរងទទួលផែនចរាចរណ៍ដាប់ធ្នាប់ឧស្សាហ៍ប្រជុំណែនាំជាមួយលោកអធិការឬអធិការរងទទួលស្ដាប់ធ្នាប់ចរាចរណ៍នៅតាមខណ្ឌទាំង14យកចិត្តទុកដាក់នៅការដឹកជញ្ជូនសិស្សានុសិស្សដោយរថយន្តធំនិងកម្មការនីនៅតាមរោងចក្រសូមពន្យល់និងពិនិត្យអំពីមធ្យោបាយរបស់គាត់ដើម្បីជៀសវាងហានិភ័យអ្វីដែលកើតឡើងដោយយថាហេតុព្រោះរថយន្តនីមួយៗផ្ទុកមនុស្សច្រើនដូច្នេះឧស្សាហ៍ចុះទៅណែនាំអប់រំហើយនឹងពិនិត្យមើលរថយន្តដែលមិនគួរដាក់លើសចំណុះឬមួយយ៉ាងម៉េចគឺសូមឲ្យមើលជាក់ស្ដែងទៅតាមលក្ខណៈជំនាញបច្ចេកទេសរបស់ជំនាញរបស់យើងសូមអរគុណសូមឧស្សាហ៍រលឹកទៅដល់អ្នកអនុវត្តនៅតាមគោលដៅនីមួយៗនេះខ្ញុំសូមជូនព័ត៌មានបាទ